ត្រៀមខ្លួនជាស្រេចតើអ្នកធ្លាប់បានទៅចូលរួមពិធីជប់លៀងមួយដែលមានរយៈពេលមួយអាទិត្យដែរឬទេឬក៏ធ្លាប់ស្ដាប់ការអធិប្បាយដែលយូរពេញមួយថ្ងៃដែរឬទេមែនហើយគឺដូចជាការដែលបានកើតឡើងដល់ពួករាស្ត្ររបស់ព្រះជាម្ចាស់ដែរក្រោយពេលដែលគេវិលត្រឡប់មកផ្ទះវិញបន្ទាប់ពីរួចខ្លួនចេញពីភាពជាទាសករបម្រើដាច់ថ្លៃនោះពួកគេបានភ្លេចពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យគេរស់នៅឬក៏ពួកគេត្រូវសន្មតថាខ្លួនគេជាអ្នកណាដូច្នេះហោរ៉ាអេសារ៉ានិងហោរ៉ានេហេមៀបានអានក្រឹត្យវិន័យដែលព្រះជាម្ចាស់ប្រទានមកលោកម៉ូសេឲ្យពួកគេស្ដាប់ប៉ុន្តែការចម្លែកមួយបានកើតឡើងគឺនៅពេលដែលការអធិប្បាយកាន់តែយូរគេកាន់តែមានទុក្ខព្រួយខ្លាំងឡើងដែរហេតុអ្វីតើសេចក្តីអធិប្បាយបានធ្វើឲ្យគេធុញទ្រាន់ណាស់ទៅឬទេមិនពិតទេជាការចម្លែកណាស់សូមមើលនៅពេលដែលហោរ៉ាអេសារ៉ាអានកាន់គម្ពីរក្រឹត្យវិន័យនោះវាដូចជាកញ្ចក់មួយដែលបានឆ្លុះបង្ហាញឲ្យពួកគេមើលឃើញថាគេមានសភាពដូចម្ដេចហេតុនេះហើយបានជាពួកគេមិនចូលចិត្តនៅអ្វីដែលពួកគេបានឃើញពួកគេបានឃើញថាខ្លួនមិនបានរស់នៅតាមផ្លូវដែលពួកគេគួរនឹងរស់នៅនោះទេពួកគេបានឃើញថាពួកគេខុសខើនឹងអាត្មានិយមផងដែរពួកគេបានស្រែកឡើងថាពួកយើងខុសហើយឥឡូវនេះព្រះជាម្ចាស់នឹងកាត់ទោសយើងហើយពួកគេគិតថាគេបានដឹងរួចហើយថាព្រះជាម្ចាស់បំរុងនឹងធ្វើប៉ុន្តែពួកគេមិនបានដឹងពីអ្វីដែលទ្រង់នឹងធ្វើទាល់តែសោះពិតណាស់ពួកគេប្រហែលជាបានឃើញនៅតម្រុយចេញពីអត្ថន័យនៃឈ្មោះហោរ៉ាអេសារ៉ាដែលមានន័យថាជំនួយនៅទីនេះហើយខ្លាំងជាងនេះទៀតគឺចាប់យកអត្ថន័យពីឈ្មោះរបស់ហោរ៉ានេហេមៀពីព្រោះឈ្មោះគាត់មានន័យថាព្រះជាម្ចាស់នឹងជូតទឹកភ្នែកយើងចេញហើយជាការពិតប្រាកដណាស់អ្នកនឹងឃើញថានេះជាការដែលព្រះជាម្ចាស់ប្រុងប្រៀបជាស្រេចដើម្បីនឹងធ្វើហោរ៉ាអេសារ៉ាសម្លឹងមើលទៅពួកកូនរបស់ព្រះជាម្ចាស់អស្ចារ្យណាស់ទឹកភ្នែកក្តៅអ៊ុនរលីងរលោងបានចេញមកពេញភ្នែករបស់ពួកគេហើយបានហូរជោគថ្ពាល់ពួកគេគាត់ក៏បញ្ឈប់សេចក្តីបង្រៀនត្រឹមពាក់កណ្ដាលឃ្លាហើយក៏បិទគម្ពីរគាត់បានប្រកាសថាយើងនឹងធ្វើពិធីជប់លៀងវិញដូច្នេះពួកគេក៏នាំគ្នាជប់លៀងគឺពេញមួយអាទិត្យហោរ៉ាអេសារ៉ានិយាយថាព្រះជាម្ចាស់ចង់ឲ្យយើងសប្បាយរីករាយពួកគេបានស្ដាប់រឿងពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់អស់ពេញមួយថ្ងៃពីរបៀបដែលទ្រង់បានបង្កើតពិភពលោកពីសេចក្តីសន្យាពិសេសដែលព្រះអង្គបានធ្វើជាមួយលោកអាប់រ៉ាហាំពីរបៀបដែលទ្រង់បានជួយសង្គ្រោះពួកគេឲ្យរួចចេញពីភាពជាទាសករដាច់ថ្លៃពីអ្វីដែលព្រះអង្គបានប្រាប់លោកម៉ូសេនិងបង្ហាញពួកគេពីរបៀបដែលត្រូវរស់នៅពីបែបដែលទ្រង់បានដឹកនាំពួកគេទៅដល់ទឹកដីពិសេសពីរបៀបដែលទ្រង់បានជួយសង្គ្រោះពួកគេទោះជាមានបញ្ហាអ្វីក៏ដោយពីមួយពេលទៅមួយពេលម្ដងហើយម្ដងទៀតគឺដោយព្រោះព្រះអង្គនៅតែស្រឡាញ់កូនទ្រង់គ្មានទីបញ្ចប់មិនអាចបោះបង់បានមិនអាចបំបែកចេញបានជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ចពួកគេបានចងចាំថាក្នុងរយៈពេលជាច្រើនកន្លងទៅព្រះជាម្ចាស់បានស្រឡាញ់កូនរបស់ទ្រង់ព្រះអង្គប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ទ្រង់ជាមួយលោកអាប់រ៉ាហាំព្រះអង្គថែរក្សាពួកគេទាំងអស់គ្នានិងអត់ទោសឲ្យពួកគេផងដែរទោះបីជានៅពេលដែលពួកគេមិនស្ដាប់បង្គាប់បានរត់ចេញពីទ្រង់ទោះបើនៅពេលនោះក៏ពួកគេបានគិតថាខ្លួនមិនត្រូវការទ្រង់ដែររួចហើយព្រះជាម្ចាស់បានប្រាប់ដល់កូនរបស់ទ្រង់នៅអ្វីផ្សេងទៀតយើងមិនអាចឈប់ស្រឡាញ់ឯងបានទេឯងជាកំណប់ក្នុងបេះដូងរបស់យើងប៉ុន្តែយើងបានបាត់ឯងឥឡូវនេះយើងកំពុងតែត្រឡប់មកវិញដើម្បីឯងយើងដូចជាព្រះអាទិត្យដែលបំភ្លឺយ៉ាងស្រទន់ទៅលើឯងដេញអស់ទាំងភាពងងឹតនិងសេចក្តីភ័យខ្លាចហើយនិងសេចក្តីស្លាប់ចេញឯងនឹងបានសប្បាយចិត្តជាខ្លាំងឯងនឹងរត់លេងដោយសេរីដូចជាកូនគោតូចមួយនៅទីវាលដ៏ស្រឡះយើងនឹងបញ្ជូនអ្នកនាំសាររបស់យើងគឺជាម្នាក់ដែលយើងបានសន្យាជាម្នាក់ដែលឯងកំពុងរងចាំជាអ្នកសង្គ្រោះទ្រង់នឹងយាងមកដូច្នេះត្រូវត្រៀមខ្លួនជាស្រេចរាជរបស់ព្រះជាម្ចាស់ចំណាយពេលជាច្រើនរយឆ្នាំក្នុងការត្រៀមខ្លួនប៉ុន្តែឥឡូវនេះពេលវេលានៃផ្នែកសំខាន់សម្រាប់ផែនការរបស់ព្រះជាម្ចាស់ជិតមកដល់ហើយព្រះអង្គនឹងយាងចុះមកផ្ទាល់មិនមែនមកដើម្បីនឹងដាក់ទោសដល់រាជទ្រង់ទេប៉ុន្តែមកដើម្បីជួយសង្គ្រោះពួកគេវិញព្រះជាម្ចាស់បានប្រុងប្រៀបជាស្រេចដើម្បីនឹងជូតទឹកភ្នែកពីភ្នែកពួកគេចេញហើយពិធីជប់លៀងដ៏ពិតប្រាកដគឺជិតដល់ពេលនឹងចាប់ផ្ដើមដែរ